ការដួលប៉ះទង្គិចក្បាលមិនសុទ្ធតែត្រូវ hot scan ហ្នឹងក៏ត្រូវវាកាត់ទាំងអស់ឯងតែការដួលហ្នឹងមិនដែរខ្លាំងតិចមានសន្លប់អត់ទៀតជំងឺមិនដែរទោះបីជាមានឈាមកកមិនប្រកាសថាត្រូវវះមួយក៏អាចស្លាប់ដែរបើសិនជាឈាមមានទំហំតូចការព្យាបាលត្រឹមត្រូវគឺអាចសុខភាពបានពីសួរលោកគ្រូដោយសារតែឥឡូវឃើញមានបញ្ហានៃការដួលបបក្បាលច្រើនតែនៅពេលដែលគាត់ដួលភ្លាមៗគាត់ត្រូវធ្វើបែបណាដែរលោកគ្រូតើតើមួយការដួលមិនសិតតែត្រូវភ័យពេកទេយើងមើលដែរដួលហ្នឹងមិនដែរគ្រោះថ្នាក់ដោយសារអីជាការគាត់ដើរបុកឈើមួយដើរបុកទ្វារផ្ទះបុកអីតិចតួចមិនរត់ពីធ្ងន់ទេធ្ងន់នោះទីឲ្យយើងក្លាប់ឡានជាគ្រោះថ្នាក់ធ្លាក់ពីលើផ្ទះមួយយើងត្រូវគេវាយខ្លាំងដែលព្រោះការប៉ះទង្គិចមកគាត់មានសញ្ញាស្លាប់បាត់ស្មារតីអ្នកខ្លះមានប្រកាច់មានឈាមច្រមុះមានអីជាធំត្រូវដេហូរឈាមខ្លាំងអានោះមិនយើងត្រូវភ័យហើយបើសិនជាមានសញ្ញារបស់ហ្នឹងមានក្អួតមានអីទៀតអាហ្នឹងឯងត្រូវតែថត scan នេះលោកគ្រូចឹងនៅពេលដែលគាត់មកដល់ពេទ្យភ្លាមៗតើគាត់ត្រូវតែថត scan មកឬមួយគាត់ត្រូវធ្វើអីដែរលោកគ្រូទី1តកតងជាមួយនឹងការមកដល់ពេទ្យភ្លាមសម្រាប់គ្រូពេទ្យត្រូវមើលសិនតែរយៈពេលគ្រោះថ្នាក់មួយម៉ោងហើយឧទាហរណ៍អ្នកខ្លះគ្រោះថ្នាក់មួយទឹកហើយមួយក៏អ្នកខ្លះទៅគ្រោះថ្នាក់មិនទេអញ្ចឹងមើលតាមផ្នែកសួរគាត់ទៀតមានសន្លប់អត់មានប្រកាច់អត់ហើយយើងសួរគាត់ទៅគាត់ដឹងអត់គាត់ដឹងខ្លួនឯងទាំងណាហើយបើសិនជាគាត់ស្មារតីទាំងអស់យើងអាចតាមដានស្មារតីតែបើសិនជាគាត់មកស្មារតីវិញមានសន្លប់ពេលដួលភ្លាមមានប្រកាច់អានត្រូវថត CT scan ហ្នឹងចា៎លោកគ្រូមួយទៀតចុះបើសិនជាគាត់មានការហូរឈាមតាមច្រមុះតើគាត់គួរតែធ្វើបែបណាដែរលោកគ្រូទី1បើសិនជាការហូរឈាមនឹងខ្លាំងអ្នកខ្លះអាចឈាមត្រជាក់ទៀតអញ្ចឹងទី1ត្រូវទុកឈាមសិនទី1ទុកឈាមសិនណាអាចមានគ្រូពេទ្យខាងច្រមុះមកគ្រូពេទ្យកន្លែងស្រួលមិនទាន់មកគ្រូពេទ្យធម្មតាគាត់អាចញុកគេហៅម៉េចជាកំប្រៃយើងហ្នឹងតែអ្នកខ្លះអាចបន្ថែមថ្នាំតិចទៅដើម្បីខាត់ឈាមញុកចូលទៅដល់ច្រមុះកន្លែងឈាមហ្នឹងទី1ខាត់ឈាមសិនហើយប្រកាសថាគាត់ដកថែបានស្រួលដែរតោះមកបានយើងមានតម្លៃតែជាធម្មតាបើសិនជាមានសញ្ញាទាំងអស់ហ្នឹងហើយប្រហែលជាវត្តពីការថតទេចាគ្រូលោកគ្រូជាទូទៅតែយើងគួរតែតាមដានបែបណាក្រោយមកក្រោយពេលដែលគាត់គ្រោះថ្នាក់ឬក៏ប៉ះទង្គិចក្បាលហើយគ្រូជាទូទៅបើសិនជាគាត់ប៉ះទង្គិចហើយមានសញ្ញាដូចយើងរៀបរាប់ទៅមានឈឺក្បាលខ្លាំងមានក្អួតមានលំវែងវល់អ្នកខ្លះមានប្រកាច់គាត់ទន់ហើយវៃវៈណាមួយខ្ញុំត្រូវថត CT scan ហើយប៉ុន្តែបើសិនជាការថតហើយលទ្ធផលហ្នឹងជាអត់អីទេជាអត់មានឈាមហូរទេអញ្ចឹងយើងអាចឲ្យគាត់តាមដានអញ្ចឹងជាការតាមដានវាថាការតាមដានរយៈពេល48ម៉ោងក្រោយការប៉ះទង្គិចហើយចន្លោះហ្នឹងគាត់មានសញ្ញាអីធ្វើទុកលឿនមុនអត់បើជាទូទៅគាត់យើងឲ្យថ្នាំគាត់ដើម្បីបំបែកការឈឺចាប់ទេបើសិនជាគាត់ការឈឺចាប់គាត់ថយចុះចន្លោះពេលហ្នឹងគាត់អត់មានសញ្ញាធ្វើទុកខ្លាំងទេដូចទៅជាឈឺក្បាលខ្លាំងទៅមួយក៏ពួតខ្លាំងទៅមួយក៏មានសញ្ញាប្រកាច់ខ្លាំងមួយក៏គាត់ទៅជាការស្លាប់បាត់ស្មារតីធម្មតាអាហ្នឹងបានថាគាត់ដំណើរការគ្រោះថ្នាក់តែបើសិនជាគាត់មានសញ្ញាទាំងអស់ហ្នឹងត្រូវចាំបាច់គឺត្រូវថត CT scan អស់ទៀតដើម្បីបញ្ជាក់ថាគាត់អត់មានគ្រោះថ្នាក់ទេចាលោកគ្រូចុះបើសិនជាគាត់ត្រូវវះកាត់តើទំហំជាងទំហំប៉ុណ្ណាទៅគាត់ឈានដល់ការវះកាត់ដែរគ្រូអាហ្នឹងសម្រាប់ចែកទេជាគ្រូពេទ្យទេហ្នឹងការវះកាត់ឬមិនវះកាត់វាស៊ីសងទី1អាស្រ័យលើអាយុគាត់ដែរតែគាត់អាយុក្មេងឬក៏គាត់អាយុច្រើនអញ្ចឹងបើសិនជាគាត់អាយុច្រើនគូបាទគាត់រៀនស្វិតអញ្ចឹងទំហំឈាមអាចប្រែប្រួលខុសគ្នាតែជាទូទៅក្នុងជាទូទៅសម្រាប់អ្នកជំងឺផ្ទាល់ការហូរឈាមគូបាទដែលមានទំហំចាប់ពី1សង់ទីម៉ែត្រទៅភាគរយដែលការវះកាន់គឺអាចមានខ្ពស់មែនទែនអញ្ចឹងសួរថាបើសិនជាវះឬមិនវះអាស៊ីសលើគាត់ទៀតតែគាត់មានសញ្ញាអីក៏បើសិនជាគាត់មានសញ្ញាឈឺក្បាលខ្លាំងគាត់មានសញ្ញាសន្លប់គាត់មានសញ្ញាដែលគ្រោះថ្នាក់អាចប៉ះពាល់ដល់ជីវិតគាត់យើងត្រូវវះកាត់ប៉ុន្តែគឺអានេះខ្លះអ្នកជំងឺដែលមានអាយុច្រើនគាត់អត់មានសញ្ញាទាំងអស់ហ្នឹងទេគាត់នៅដឹងខ្លួនធម្មតាគាត់អាចឈឺក្បាលតិចតួចអាហ្នឹងក៏យើងអត់វះកាត់ដែរលោកគ្រូតាំងពីចុងក្រោយលោកគ្រូមានពីអីណែនាំដល់បងប្អូនដែលគាត់មានបញ្ហានៃដុំឈាមនៅក្នុងខួរក្បាលអត់លោកគ្រូជាចុងក្រោយសម្រាប់សារទៅរដ្ឋសម្រាប់អ្នកដែលប៉ះទង្គិចគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងទី1អាចតាមដានមើលខ្លួនឯងសិនមើលតើខ្លួនឯងឈឺក្បាលអត់មានក្អួតអត់មានសន្លប់អត់មានបាត់ស្មារតីអត់មានឈឺកអត់អញ្ចឹងបើសិនជាអត់មានសញ្ញាទាំងអស់ហ្នឹងទេកុំភ័យពេកប៉ុន្តែបើសិនជាមានសញ្ញាទាំងអស់ហ្នឹងប្រយ័ត្នមកទីពេទ្យគ្រប់ទីពេទ្យនៃក្បាលលោកនេះអាចធ្វើការថតអាចជា X-ray ឬមួយក៏ជា CT scan
។